จักเข้าวิสัยขมิ้นจักเข้าวิสัยคือกำหนดใครนุ๊กได้ขมิ้นจักเข้าวิสัยคือจุดนุ๊กได้ได้บัดเลยตัวจุดเนี้ยชลองพอดก็ได้ตัวจุดเนี้ยมันได้การชลองก็ได้ขอได้สร้างสกิลสำหรับเนี่ยก่อยได้นุ๊กได้ขมิ้นจักเข้าวิสัยเพื่อไว้ดำไว้จิตจิตทมแบบเนี้ยมันเป็นจัดเพลย์แต่เนี้ยของคุณได้เนี่ยได้บังการเพลย์มีติดสำหรับคุณเองบ้านปกแปะบุรุษរបស់យើងគ្មានចាក់ខុសវិស័យទេយើងក៏មិនស្គាល់វត្ថុបុរាណដែរចាក់ខុសវិស័យគឺជាត្រីវិស័យសម្រាប់ទិសដៅឲ្យអ្នកធ្វើដំណើរបានត្រឹមត្រូវជួនដែលគ្មានចាក់ខុសវិស័យធ្វើអ្វីៗដើម្បីផលប្រយោជន៍រយៈពេលខ្លីដូច្នេះពួកគេតែងតែទទួលបានទិន្នផលតិចមានផែនការក្នុងជីវិតគឺបង្កើតការងារឲ្យជីវិតចង់ឲ្យមនុស្សទូទាំងពិភពលោកស្គាល់តែមិនត្រូវសុំឲ្យពិភពលោកស្គាល់ទេគឺយើងត្រូវកសាងស្នាដៃអ្វីមួយដល់ពិភពលោកការចាក់គ្រឹះរឹងមាំទើបសាងសង់អគារបានខ្ពស់មុនអាយុមានកិត្តិយសជាងស្លាប់មុនឈ្មោះស្លាប់មនុស្សដែលមានមនោសញ្ចេតនាពិតទើបជាមនុស្សដែលមានចក្ខុវិស័យបើមនុស្សប្រៀបដូចរថយន្តនោះចក្ខុវិស័យប្រៀបដូចជាផ្លូវទៅមើលការវែងក៏មើលការខ្លីនោះដែលគ្មានចក្ខុវិស័យធ្វើការដើម្បីថ្ងៃនេះមនុស្សដែលមានចក្ខុវិស័យធ្វើការដើម្បីថ្ងៃអនាគតមនុស្សដែលគ្មានចក្ខុវិស័យធ្វើការដើម្បីចិញ្ចឹមកាពះមនុស្សដែលមានចក្ខុវិស័យធ្វើការដើម្បីចិញ្ចឹមជីវិតមនុស្សដែលគ្មានចក្ខុវិស័យធ្វើអ្វីៗដើម្បីខ្លួនឯងមនុស្សដែលមានចក្ខុវិស័យធ្វើអ្វីៗដើម្បីអ្នកទាំងអស់គ្នាចក្ខុវិស័យគឺជាអ្នកដែលធ្វើឲ្យមនុស្សមានសុបិនទទួលដៅការជំរុញលើកទឹកចិត្តចក្ខុវិស័យគឺជាម្ចាស់នៃមនុស្សគ្រប់រូបការធ្វើដំណើរដែលគ្មានគោលដៅតែងតែវេការងារដែលគ្មានចក្ខុវិស័យតែងតែបញ្ចប់កណ្ដាលទីបើមិនចង់គ្រោះថ្នាក់ក្នុងករណីដើរត្រូវមើល100ជំហានទៅខាងមុខជួនណាមានចក្ខុវិស័យលើវិស័យអ្វីជួននោះតែងតែបង្កើតស្នាដៃធំធេងនិងស្ថិតស្ថេរយូរអង្វែងលើវិស័យនោះស្រមោលគឺជាសត្វដែលមានចក្ខុវិស័យចំពោះការចិញ្ចឹមជីវិតរបស់គេពេលដែលវារស់នៅក្នុងរដូវវស្សាវាគិតដល់រដូវប្រាំងអត់មានចក្ខុវិស័យមិនមែនជាមនុស្សពេញលក្ខណៈទេមានចក្ខុវិស័យមិនមែនជាបុរសពិតឡើយអ្នកសាងប្រយោជន៍ពិតគឺកសាងប្រយោជន៍សកលចក្ខុវិស័យគឺជាគ្រឿងជំរុញបង្កើតមូលដ្ឋានគ្រឹះនៃការកសាងខ្លួនបានល្អផ្លូវទាល់មិនអាចឲ្យមនុស្សដើរទៅមុខបានចក្ខុវិស័យគ្មានចក្ខុវិស័យក៏មិនអាចឲ្យមនុស្សទៅមុខបានដែរបើគ្មានការរំពឹងទុកក៏គ្មានសកម្មភាពមនុស្សដែលមានចក្ខុវិស័យអាចមើលបានវែងឆ្ងាយដូចនៅលើកំពូលភ្នំការប្រមាលមើលជាសកលអាចជាមនុស្សមានទឹកចិត្តចង់បង្កើតចក្ខុវិស័យស្រូវស្រាលរមែងបានទិន្នផលតិចជាងស្រូវខ្លួនកិច្ចការដែលមានការរំពឹងទុកវែងឆ្ងាយរមែងបានផលច្រើនជាងការរំពឹងផលប្រយោជន៍ទៀតចូលកុំនិយាយថាអ្នកធ្លាប់យ៉ាងនេះយ៉ាងនោះចូលប្រាប់ថាតើអ្នកនឹងទៅជាយ៉ាងណា